ជំរាបសួរបងប្អូនទាំងអស់គ្នាហ្វេនរបស់កសិដ្ឋានប្រទេសទុយក្រពើចាហ្វេនទាំងអស់គ្នាស្គាល់អត់ថានេះជាដើមអ្វីចានេះគឺជាដើមស្មាច់ហ្វេនដែលពេលទៅលេងស៊ីមរៀបគេមានល្បីនំបញ្ចុកដែលដាក់ត្រួយស្មាច់ឲ្យយើងញ៉ាំនៅម្ដុំទីលានជលដំរីហ្វេនចានេះហើយគឺជាដើមស្មាច់នេះដោយសារតែខ្ញុំចូលចិត្តស្លឹកស្មាច់ដែរឥឡូវខ្ញុំបានដាំចំនួន2ដើមចាតិចទៀតនឹងប្រវាយដាំឲ្យធំតិចហើយឥឡូវនេះចាប់ផ្ដើមចេញត្រួយមកបដាអាចឲ្យយើងបេះញ៉ាំបានតើហើយត្រួយនេះតាមពិតយើងបេះទៅអត់អីទេទោះបីជាដើមទៅក៏ដោយប៉ុន្តែយើងយកកត្រៃកាត់ទៅដើម្បីឲ្យចេញមែកឲ្យច្រើនទៀតចាត្រួយស្មាច់នេះគឺវារៀងបែបជាស្លឹករុក្ខជាតិរៀងចត់តិចទេប៉ុន្តែរសជាតិញ៉ាំមួយនំបញ្ចុកគឺថាហ្វេនអើយអែមខ្លាំងមែនទែនហើយខ្ញុំចូលចិត្តខ្លាំងហើយខ្ញុំស្គាល់ដោយសារតែការខ្ញុំទៅលេងស៊ីមរៀបខ្ញុំទៅលេងស៊ីមរៀបគឺគេដាក់ស្លឹកស្មាច់ហ្នឹងឲ្យញ៉ាំជាមួយនឹងនំបញ្ចុកសម្លខ្មែរហើយទៅពេលញ៉ាំទៅមានណាឆ្ងាញ់ផុសគេមែនតើទៅពេលអញ្ចឹងក៏ទៅរកដើមស្មាច់ហ្នឹងយកមកដាំចាហើយហ្វេនមើលនៅពេលដែលនាងខ្ញុំបានយកមកដល់ផ្ទះចាបន្ទាប់ពីកំងដាក់កំងបានច្រើនថ្ងៃហើយនេះឥឡូវគឺថាចេញត្រួយខ្ចីមកហើយត្រួយខ្ចីនេះយើងអាចញ៉ាំបានហើយយើងយកញ៉ាំបុកទឹកគ្រឿងក៏បានហើយផុកខ្ទិះក៏បាននិយាយទៅបានច្រើនមុខណាហ្វេនហើយចូលចិត្តដល់ពេលអញ្ចឹងថតចែកហ្វេនមើលដោយសារតែនេះជាបន្លែរបស់ខ្មែរយើងហើយមានអ្នកខ្លះក៏ស្គាល់អ្នកខ្លះក៏អត់ស្គាល់ជាស្ដែងដូចខ្ញុំតតែទៅលេងស៊ីមរៀបបានដឹងថាស្លឹកស្មាច់ហ្នឹងគេអាចញ៉ាំបានដោយសារអត់ដែរដឹងដែរចាហើយឥឡូវនេះចាគឺថាល្អខ្លាំងមែនទែនតែប៉ុណ្ណេះដឹងតែបានឆ្ងាញ់មាត់ហើយចាអរគុណច្រើនហ្វេនរបស់កសិដ្ឋានប្រទេសទុយក្រពើជួបគ្នាវីដេអូលើក្រោយជម្រាបលាបាយ